Rương cậu la bài lần đi pôn đòi lục nhọc thèm Kriên nụ pre soya tê bờ bọt trùng công lơ bị miên kèo phở lức đại chi ruột pre tin niên tấm đòi xe a trên ni mùi bón trùng bo protection phnom pre xe nê rụ riết tăng âm pi từ bầu pía dĩa tra sầm đào từ từ bạch chậm tam chạ rịch xây nay soya chạ cả vá lúc đó cầm nọt bọt pre rít ruột châu bang tròn maha bồ tát rẫy pre soya cò trên tre châu can sân chia rệt rẫy nhiều lên nú chỉ hàng khná tập làm cá khai cả đất nằm chó chặt thua sắc bột sạc ra pi pon buôn rồi chật sập pre chan te robot giếng lang cùng lờ vị miền pra chỉ rít ruột pre tin nieng bỏ chân mọc bị từ bột pía chlop bun lư bùa pra từ sắp hành pu sực thíaព្រះចន្ទ្រាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹមឆ្ពោះចំទៅលើដំបូលគេហដ្ឋានមួយនៅខាងលិចផ្សារផ្សាយប៉ោដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបងឯគេហដ្ឋាននោះជាផ្ទះចាស់ប្រក់ក្បឿងដំបូលពីរជាន់ជញ្ជាំងក្តារក្រាក្តារសសរមូលនៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែនៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលធំថាសេរីពង្សជាផ្ទះខ្មែរបែបបុរាណដែលនៅសេសសល់សម័យឥឡូវនេះក្នុងវេលាត្រីនោះពន្លឺរស្មីនៃដួងចន្ទ្រាកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួចហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយល្វើយត្រជាក់ល្មមត្រជាក់ស្រួលនៅខាងក្នុងគេហដ្ឋាននោះមានកូនចង្កៀងប្រេងកាតមួយចងព្យួរនឹងជញ្ជាំងក្តារល្មមតែឆ្លុះពន្លឺឲ្យមើលឃើញបរោះជរាម្នាក់មានរាងកាយស្គមស្គៀងឥតសាច់ឈាមមានតែស្បែកក្របដណ្ដប់ឆ្អឹងដេកស្ដុកស្ដឹងនាកណ្ដាលល្វែងបន្ទប់នៅក្បែរខាងបរោះជរានេះមានក្មេងប្រុសកំឡោះម្នាក់មុខមាត់ស្រស់បោះអង្គុយចាំបម្រើថែរក្សាជំងឺរបស់បរោះជរាដោយកិរិយារឹកពីស្រពោនស្រពាប់ស្រងោតស្រងាត់ឥតមានរីករាយបន្តិចសោះដោយអ្នកខំអត់ងងុយទ្រាំជំងឺរបស់បរោះជរាដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនអស់វេលា3រាត្រីមកហើយឯបរោះដែលមានជំងឺជាទម្ងន់កំពុងដេកស្ដុកស្ដឹងនៅលើដំណេកនេះឈ្មោះជើកំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរាយូរគាត់ដកដង្ហើមធំវែងហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេករួចភ្នែកទាំងគូរបស់គាត់សម្លឹងទៅចំមុខក្មេងកំឡោះម្នាក់ដែលអង្គុយនៅក្បែរខាងខ្លួនគាត់ឯកំឡោះនោះឈ្មោះចៅចិត្តជាកូនបណ្ដូលចិត្តរបស់គាត់ហើយជាអ្នកទទួលបន្តវង្សត្រកូលរបស់គាត់ទៅអនាគតផងទើបគាត់ខំញញឹមទាំងក្រៀមក្រំប្រឹងនិយាយដោយសូរសំឡេងញ័រថាចិត្តកូនមាសថ្លៃឪពុកយប់យន់ណាស់ហើយមិនទាន់ទៅដេកទេឬទៅកូនទៅដេកទៅតាជើមទឿនបង្ខំឲ្យកូនទៅដេកក្រែងអត់ងងុយទៅជាឈឺចាប់ចៅចិត្តក្រវីក្បាលដោយការបដិសេធព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតាទើបនិយាយជុំរៀបទៅវិញថាខ្ញុំបានមិនទាន់ងងុយទេលោកឪពុកប្រហែលជាលោកឪពុកមិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹងលោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថាសូមឲ្យលោកឪពុកពិសាកុំខានថ្នាំឬកូនតាជើមនិយាយឮតែក្នុងបំពង់កទំនងចំអកឲ្យថ្នាំនោះព្រោះជាថ្នាំគាត់ដឹងថាឥតមានគុណវិសេសអ្វីបន្តិចឡើយហើយគាត់និយាយថាអោកូនអើយថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយមិនឃើញមានគុណវិសេសអ្វីដែលអាចជួយបន្ធូរបន្ថយជំងឺឲ្យស្រាកស្រានសោះឡើយរោគជំពូកនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយរក្សាក៏ស្លាប់មិនរក្សាក៏ស្លាប់ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះមិនវិសេសជាងទឹកទន្លេទេកូនចៅចិត្តមិនទាន់បានតបទៅឪពុកវិញស្រាប់តែលិចបរោះកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ហើយដាក់គូតអង្គុយក្បែរខាងអ្នកជំងឺហើយសួរថាម៉េចទៅតាថ្ងៃនេះអាការៈបានធូរស្បើយខ្លះទេអោពុទ្ធោតាជើមលួនមាត់ឡើងការបានលឺលោកគ្រូពេទ្យសួរខ្លួនដូច្នេះហើយគាត់និយាយទៅទៀតថាអោលោកគ្រូអើយ
វេលានេះភ្នែកខ្ញុំបាទស្លាយស្រវាងងងឹតអស់ហើយសូមអត់ទោសចុះខ្ញុំបានមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេឯចៅចិត្តការបានឮសម្ដីឪពុកនិយាយត្អូញត្អែដូច្នេះទឹកភ្នែកក៏ហៀហូរសស្រាក់ដោយចិត្តអាណិតឪពុកពុនពេកហើយក៏សម្លឹងមើលគ្រូពេទ្យនិយាយអង្វរកសុំឲ្យជួយស្រោចស្រង់សង្គ្រោះបិតាឲ្យមានជីវិតតែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជំងឺក៏ក្រវីក្បាលដោយអស់សង្ឃឹមខ្សឹបប្រាប់ចិត្តត្រជាចៅចិត្តថាឆ្លងមិនផុតពីយប់នេះទេតែជើមនិយាយមួយទាំងហត់ដង្ហក់បបោមាត់ស្លាំងញួរចំប្រប់ខំនិយាយទៀតថាខ្ញុំបាទគង់មិនមានជីវិតរស់នៅទាល់តែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេខ្ញុំបាទយល់ថាមិនមែនការចម្លែកខុសធម្មតាទេព្រោះមរណធម៌ជាសាភាវៈទៀងទាត់ដែលមនុស្សសត្វទូទៅត្រូវទទួលយកនិងជៀសវាងឲ្យផុតពុំបានឡើយឯវិញ្ញាណនិងរាងកាយរបស់ខ្ញុំបាទឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេស្លាប់ហើយត្រូវទៅកើតជាថ្មីក៏តាមយថាកម្មចុះហើយបែរទៅនិយាយផ្ដាំកូនថាចិត្តកូនសម្លាញ់មាឪពុកកាបើឪពុកអស់អាយុទៅហើយជីវិតកូនមុខជារសាត់អណ្ដែតឥតបង្គោលជាបង្អែកដូចជាសំណាប់ដែលអណ្ដែតក្នុងទន្លេដូច្នេះឯចៅចិត្តអ៊ូដើមកនិយាយអ្វីមិនរួចសោះមានតែទឹកភ្នែកហូរសស្រាក់អោនមុខក្រាបចុះចិត្តជើងឪពុកចំណែកឯខាងគ្រូពេទ្យក៏ងាកមុខបែរទៅបង្អួចស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបានតាជើមនិយាយទាំងហត់ថាណែចិត្តកូនសម្លាញ់ឪពុកកាលបើឪពុកស្លាប់ទៅហើយចូលចាំបណ្ដាំឪពុកទុកចុះថាធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះដែលមនុស្សលោកសម្គាល់ថាជាការរុងរឿងថ្លៃថ្លានោះគឺជាការតាំងខ្លួនប្រាណឲ្យបានថ្លៃថ្នូរស្តុកស្ដំឯការដែលរស់នៅតោកយ៉ាកនោះអ្នកផងទាំងពងគេមិនយកភ្នែកមើលទេការរស់នៅបែបនេះមិនមែននាំឲ្យបានសុខសប្បាយទេប៉ុន្តែនេះកូនអើយឪពុកនឹងប្រាប់អ្នកឲ្យធ្វើដូចម្ដេចទើបបានសេចក្តីចម្រើននោះពុំបានទេសូមឲ្យគ្រាន់តែរំលឹកដល់ពុទ្ធភិសិទ្ធមួយបទថាអត្តហេអត្តនោនាថោខ្លួនត្រូវទីពឹងខ្លួនតែប៉ុណ្ណោះឲ្យរឿយចុះកូនអើយពាក្យនេះមានន័យថាលោកមិនមែនទូមានយើងឲ្យគិតតែប្រយោជន៍តួខ្លួនឲ្យទៅជាមនុស្សអត្តទិដ្ឋភាពនោះទេឬលែងឲ្យទីពឹងអ្នកដតីឬលែងឲ្យអ្នកដតីពឹងពាក់លើខ្លួនវិញក៏ទេដែរពុទ្ធភិសិទ្ធនេះទូមានយើងឲ្យចេះខំប្រឹងប្រែងកសាងជីវភាពខ្លួនឲ្យបានចម្រើនឲ្យមានជំហររឹងពឹងដោយវិជ្ជាសម្បត្តិគុណសម្បត្តិសមត្ថភាពទ្រព្យសម្បត្តិនិងសុខភាពទើបយើងអាចរស់នៅក្នុងសង្គមមនុស្សបានថ្លៃថ្នូរហើយយើងអាចផ្ដល់បាននូវអត្ថប្រយោជន៍ឬគុណប្រយោជន៍ដល់សង្គមឲ្យបានចម្រើនឡើងទៀតផងកូនដឹងស្រាប់ហើយថាមនុស្សកើតមកក្នុងលោកនេះមិនមានអ្នកណាមួយអាចរស់នៅតែម្នាក់ឯងបានឡើយគឺត្រូវមានការពឹងពាក់តាក់ទងគ្នាទៅវិញទៅមកជានិច្ចកូនត្រូវស្គាល់ហើយត្រូវខំបំពេញករណីកិច្ចរបស់ខ្លួនចំពោះខ្លួនឯងចំពោះសង្គមចំពោះជាតិសាសនាមហាក្សត្រដែលជាឧត្តមគតិរបស់ពលរដ្ឋជាតិយើងហើយចំពោះមនុស្សជាតិទូទៅដែលជាឧត្តមគតិនៃព្រះពុទ្ធសាសនាឯគ្រូពេទ្យនិយាយជ្រែកក្នុងគណៈនោះថាតាកុំអាអស់សង្ឃឹមរហ័សពេករោគរបស់តាដែលធ្ងន់ដូច្នេះក៏មិនទាន់ទៅជាអ្វីទេនៅមានសង្ឃឹមនឹងសះជាឡើងវិញបានតាជើមនិយាយផ្កើនឲ្យគ្រូពេទ្យសះជាឬលោកគ្រូគ្មានផ្លូវសះជាឡើងវិញជាប្រកបមានតែផ្លូវស្លាប់មុខក្នុងព្រឹកស្អែកឬយប់នេះឬឥឡូវនេះក្នុងពេលណាមួយជាមិនខានតាជើមឈប់បង្អង់មួយស្របក់ហើយចាប់និយាយតទៅទៀតថាណែចិត្តកូនសម្លាញ់ឪពុកទីតួក្រណាស់គ្មានគេមរតកបន្តិចបន្តួចបំរុងទុកឲ្យកូនឡើយដល់ឪពុកស្លាប់ទៅហើយមានតែសពនិងពាក្យបណ្ដាំទុកឲ្យកូនរីឯវិញ្ញាណក្ខន្ធរបស់ឪពុកដែលនឹងទទួលសេចក្តីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះលុះតែកូនប្រតិបត្តិតាមបណ្ដាំឪពុកទាំងប្រមាណម៉ាត់នេះដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតាមួយទៀតបជាដែលឪពុកទុកដាក់ឲ្យកូនរៀនសូត្រដរាបទាល់តែប្រឡងជាប់ប្រកាសនីយប័ណ្ណនោះទុកជាមរតកដ៏មានតម្លៃមួយឲ្យតាំងពីថ្ងៃនេះទៅឪពុកអស់បានជួយទំនុកបម្រុងកូនតទៅទៀតហើយ
ចៅចិត្តការបើស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សពគ្រប់ហើយក៏ស្រក់ទឹកភ្នែកច្រោកដោយមានចិត្តអាល័យនិងអាណិតឪពុកជាទីបំផុតហើយខំនិយាយទាំងខ្សឹកខ្សួរជម្រាបឪពុកថាលោកឪពុកបណ្ដាំគ្រប់ម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្តខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការសូមលោកឪពុកកុំបីព្រួយបារម្ភឡើយខ្ញុំបាទបានជីវិតរស់នៅដរាបណានឹងខំតាំងខ្លួនប្រាណដំកល់ដំកើនវងត្រកូលឲ្យបានចម្រើនដរាបនោះតអំពីពេលនោះមកតាជើមមានអាការៈដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើងមានអាការៈក្រវល់ក្រវាយទំនងស្លឈាមហើយទុនពាប់ទៅរាល់គ្រាមរណសង្គ្រាមកំពុងទន្ទ្រានចូលមកចិត្តអ្នកជំងឺគ្រប់ដង្ហើមទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សើជាទំនងសេចក្តីថាទៀនប្រុសលោកគ្រូខ្ញុំបាននឹងដាច់ខ្យល់ស្លាប់ក្នុង2-3នាទីនេះហើយសូមអរព្រគុណនិងសូមជូនបន់លោកគ្រូដែលមានគុណលើខ្លួនខ្ញុំបាទជាអនេកដោយបានខំថែរក្សាទាំងបងខាតថ្លៃថ្នាំជាច្រើនផងហើយមិនមានគិតថ្លៃរក្សានិងថ្លៃថ្នាំបន្តិចឡើយខ្ញុំបាទឥតមានអ្វីតបស្នងគុណលោកគ្រូទេអោព្រះគុណអើយត្រចៀកខ្ញុំបាទលែងឮហើយអោចិត្តកូនពុទ្ធោអរហង្គចៅចិត្តអោបឪពុកជាប់ហាក់ដូចជាមិនព្រមឲ្យវិញ្ញាណក្ខន្ធរបស់តាជើមរត់ចេញពីរាងកាយទៅបានតែបើទុកជាចៅចិត្តខំប្រឹងទប់ទល់យ៉ាងណាក៏គង់តែមិនសម្រេចដូចបំណងព្រោះជាតិជារាជាធិមរណៈកើតចាស់ឈឺស្លាប់ជាមរតករបស់សត្វលោកឥតមានសត្វណាមួយគេចវេះជៀសវាងឲ្យរួចផុតទៅបានឡើយអំបោលដូចយ៉ាងព្រះអរហង្គសម្មាសម្ពុទ្ធមិនក៏គង់តែព្រះអង្គចូលព្រះនិព្វានមិនខាននៅទីបំផុតតាជើមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារនៃមច្ចរាជគឺដាច់ខ្យល់ផត់ដង្ហើមក្នុងដៃរបស់ចៅចិត្តជាកូនតាជើមក៏ទទួលមរណភាពក្នុងខណៈដែលដួងច័ន្ទអស្តង្គតបាត់ពន្លឺរស្មីព្រមជាមួយគ្នាក្នុងគ្រានោះឯងការបានចាត់ចែងធ្វើបន់បូជាសពរួចស្រេចហើយទើបចៅចិត្តដឹងខ្លួនច្បាស់លាស់ថាអោខ្លួនអញអើយកណ្ដោយកណ្ដែងខ្លោចផ្សាតែម្នាក់ឯងហើយបើងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតចិត្តខាងឯណាក៏គ្មានណាហើយចុះត្រូវតែតស៊ូនឹងសេចក្តីទុក្ខលំបាកគ្រប់យ៉ាងចុះធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយឪពុកសំដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថាចិត្តកូនការបើអស់បន់ពីឪពុកហើយជីវិតរបស់អ្នកដូចកំណាត់ឈើដែលអណ្ដែតកណ្ដាលទន្លេដូច្នេះចៅចិត្តក៏គិតឃើញថាពិភពលោកទាំងមូលនេះធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដតីតែបែរទៅជាតូចចង្អៀតលំបាកពន់ពេកចំពោះខ្លួនដែលកំព្រាម្ដាយឪពុកនិងបងប្អូនញាតិសាលោហិតនឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណាក៏គេឥតត្រូវការសោះព្រោះមនុស្សទីតួក្រលំបាកដូចនេះគេមិនត្រូវការសេពគប់រាប់រកហើយទុកជាសុំការគេធ្វើក៏ឥតមាននរណាជួយសង្គ្រោះរកការងារឲ្យធ្វើបានឡើយអោខ្លួនអញអើយកើតមកក្នុងលោកនេះលំបាកអ្វីក៏លំបាកប្លែកជាងគេម្លេះតែថាកើតមកជាអង្គបរោះហើយមិនត្រូវខ្លាចសេចក្តីទុក្ខព្រួយលំបាកទេតោងតែតស៊ូនឹងសេចក្តីទុក្ខព្រួយលំបាកអស់នេះឲ្យឃើញសខ្មៅទៅចុះចៅចិត្តកំពុងតែឈរចិញ្ចឹងរំពឹងគិតរកការងារធ្វើតែម្នាក់ឯងយ៉ាងស្ងាត់នៅចំហៀងខាងមុខផ្ទះក៏ងើបទៅមើលលើឃើញព្រះច័ន្ទអណ្ដែតប្រសែតនៅកណ្ដាលពពកបញ្ចាំងពន្លឺឆ្លុះសពទីបរិវេណមានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេងឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិភិធិរាមយ៉ាងច្បាស់លាស់អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់លុះចៅចិត្តបានឮសូរស័ព្ទព្រះសង្ឃសូត្រធម៌នោះក៏ជាហេតុនាំផ្ដួចឲ្យនឹករលឹកដល់ឪពុកដែលទើបទទួលអនិច្ចកម្មទៅថ្មីមិនដឹងបើនឹងងាករេបែរមុខទៅពឹងអ្នកឯណាហើយក៏បែរមុខមើលទៅក្នុងបន្ទប់ឃើញមានចង្កៀងភ្លឺផ្លុងនៅទីនោះហើយដែលជាទីឪពុកធ្លាប់មូលថ្នាំស្លឹកសង្កែពិសាជានិច្ចតែឥឡូវនេះមានតែចៅចិត្តម្នាក់ឯងចៅចិត្តអាណិតខ្លួនណាស់
ទឹកនេត្រាក៏ហូរចេញសស្រាក់ដោយឥតដឹងខ្លួនខណៈនោះចៅចិត្តក៏លេចមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមកទើបចៅចិត្តក្រោកឡើងស្រែកសួរថានរណានោះគ្នាឯងទេចៅចិត្តឬអីនឹងបរោះនោះសួរមកវិញចៅចិត្តនឹកស្មានប្រហែលលោកគ្រូពេទ្យទើបស្រែកអញ្ជើញថាសូមអញ្ជើញលោកគ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះហើយដាក់គូតអង្គុយលើកៅអីតាមសេចក្តីអញ្ជើញរបស់ម្ចាស់ផ្ទះសុខសប្បាយជាទេឬចៅចិត្តគ្រូពេទ្យសួរដោយមេត្រីចិត្តចៅចិត្តតបថាទៀនប្រុសចំណែកខាងរាងកាយសុខសប្បាយទេប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុតឥតសប្បាយមួយពេលឡើយតាំងពីឪពុកអនិច្ចកម្មទៅវិញ្ញាណរបស់ខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយគ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្តទើបសួរថែមទៀតថាចុះសប្តាហ៍ថ្ងៃនេះបានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេចៅចិត្តនិយាយតបដោយក្រៀមក្រំសោះក៏ក្រោះថាទៀនប្រុសនៅទីនេះខ្ញុំបានរកការងារធ្វើមិនទាន់បានទេការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ហាក់ដូចជាគ្រាន់តែប្រើការបានត្រឹមតែមើលសម្បត្តិស្នាមបន្តិចបន្តួចមើលឈ្មោះហាងរៀនផ្សេងនិងមើលប្រូក្រាមតាមរោងកុនល្ខោនប៉ុណ្ណោះគ្រូពេទ្យនិយាយដោយសេចក្តីអាណិតយ៉ាងស្មោះត្រង់ថាខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរចិត្តហើយនិយាយទូមានថាខ្លួនអ្នកជាកូនប្រុសត្រូវតទល់នឹងវិស័យលោកីទៅមុខទៀតច្រើនណាស់បងអង្គឲ្យខ្ញុំគិតពី3នាទីមើលក្រែងខ្ញុំគិតរកឧបាយជួយសង្គ្រោះខ្លួនអ្នកឯងបានខ្លះចៅចិត្តនៅតែស្ងៀមគ្រូពេទ្យជញ្ជឹងគិតមួយស្របក់ក៏ញញឹមលាន់មាត់ចេញសម្ដីថានឹកឃើញហើយខ្ញុំមានឪពុកមាម្នាក់ជាអ្នកមានចិត្តសប្បុរសមានសម្បត្តិស្ដុកស្ដំគ្រាន់បើមើលទៅបើលោកជួយធុរៈមុខជាអ្នកឯងបានការងារធ្វើមិនខានតែតោងងាយហត់បន្តិចមុនដំបូងចៅចិត្តញញឹមញញែមហើយជម្រាបទៅលោកគ្រូពេទ្យថាខ្ញុំបានទទួលអត់ធន់សេចក្តីលំបាកគ្រប់យ៉ាងទាំងអស់សូមឲ្យមានការងារធ្វើនឹងគេចុះគ្រាន់នឹងបានចិញ្ចឹមជីវិតកុំឲ្យមានពាក្យគេតេះដៀប៉ុណ្ណោះទុកជាជីកដីលីសែងរែកពុនយ៉ាងណាក៏ដោយក៏ខ្ញុំស្ម័គ្រចិត្តធ្វើទាំងអស់លោកគ្រូពេទ្យមានទឹកមុខញញឹមរីករាយដោយសេចក្តីពេញចិត្តហើយថាខ្ញុំគិតជានិច្ចថាអ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចម្ពោះបានគំនិតអ្នកឯងគួរឲ្យសរសើរណាស់ប៉ុន្តែចៅចិត្តការដែលអ្នកឯងត្រូវធ្វើនោះមិនមែននៅក្នុងទីនេះទេគឺនៅឯស្រុកបបៃលិនឯណោះបបៃលិនឬទៀនប្រុសចៅចិត្តឆ្លើយផ្ទួនពាក្យបាត់ទឹកមុខញញឹមរីករាយមួយរំពេចហើយនិយាយត្អូញត្អែថាទៀនប្រុសគេថាស្រុកនោះចាញ់ណាស់មានតែពួកភូមាកូឡាទៅទ្រាំទៅរកស៊ីក្នុងទីនោះបានខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹងធាតុអាកាសទឹកដីនៅទីនោះមិនបានទេដឹងគ្រូពេទ្យទូមានថាអ្នកឯងនិយាយដូច្នេះក៏ត្រូវដែរប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឲ្យផុតពីជំងឺគ្រុនចាញ់ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនអនាម័យមកខ្លះក៏ល្មមនឹងការពារខ្លួនបានមួយវិញទៀតជំងឺគ្រុនចាញ់នេះមិនចំពោះតែជាតិយើងទេទោះជាជាតិលោកណាក៏ដោយតែខ្វះវិធីការពាររោគតាមក្បួនអនាម័យហើយមុខជាឈឺចាប់ដូចតែគ្នាទាំងអស់គ្រូពេទ្យនិយាយទូមានចៅចិត្តឲ្យមានមីនះក្លាហានឡើងហើយពោលតទៅទៀតថាឯឪពុកមេខ្ញុំនោះពីដើមបានធ្វើមន្ត្រីមួយហៅតាមបណ្ដាស័ក្តិថាលួងរតនសម្បត្តិវេលានេះអាយុលោក50ប្លាយឆ្នាំហើយលោកមានអធិស្ស្រ័យល្អពួកកូឡាភូមានៅទីនោះរាប់អានលោកណាស់កាលពី2-3អាទិត្យមុននេះលោកមានសម្បត្តិមួយច្បាប់មកដល់ខ្ញុំសូមឲ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោក
ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ត្បិតការជីកត្បូងនីមួយៗគេត្រូវការតែមនុស្សសុចរិតស្មោះត្រង់ចាចិត្តនិយាយថាការនេះជាការថ្មោងថ្មីក្នុងជីវិតរបស់ខ្ញុំបាទគ្រូពេទ្យថាគ្រាន់បើជាងនៅទំនេរមិនទាន់មានការងារអ្វីធ្វើមែនទេបើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះដោយខ្ញុំមានសេចក្តីសង្ឃឹមទុកចិត្តថាអ្នកនឹងខិតខំធ្វើការយ៉ាងម៉ឺងម៉ាត់ជាទីពេញចិត្តរបស់គេពុំខានចាចិត្តលើកដៃសំពះថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះលោកគ្រូពេទ្យក៏សរសេរសម្បត្តិមួយច្បាប់ឲ្យចៅចិត្តហើយលាចុះដើរចេញពីផ្ទះនោះទៅ